នារីជាជនជាតិថៃនៅភូកេតរួមភេទជាមួយជនបរទេសនៅលើរថយន្តកំពុងបើកតាមផ្លូវសាធារណៈលោក Zelensky ថាត្រៀមជាស្រេចដើម្បីចុះចេញពីតំណែងក្រោយចប់សង្គ្រាមប្រមុខការទូតរុស្ស៊ីចោទ NATO និង EU ថាកំពុងធ្វើសង្គ្រាមជាក់ស្ដែងប្រឆាំងរុស្ស៊ីតាមរយៈអ៊ុយក្រែនអ៊ីរ៉ង់និងរុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតម្លៃ $25,000 លានទីក្រុងបាងកកប្រទេសថៃត្រូវបានខ្មាស់គេពេញពិភពលោកបន្ទាប់ពីមានរឿងស្ត្រីជនជាតិរបស់ខ្លួនរួមភេទជាមួយជនបរទេសទេសចររុស្ស៊ីនៅលើរថយន្តកំពុងបើកតាមផ្លូវសាធារណៈត្រូវបានសារព័ត៌មានបរទេសជាច្រើនចុះផ្សាយប្រុងព្រាតតាមរយៈវីដេអូដែលថតបានគេឃើញនារីជនជាតិថៃនិងទេសចររុស្ស៊ីបានប្រព្រឹត្តអំពើអនាចារនៅលើគូរថយន្ត Pick-up កំពុងបើកបរតាមផ្លូវសាធារណៈនៅក្នុងខេត្តភូកេតដែលនេះគឺជាការបង្ហាញពីភាពអនាធិបតេយ្យរបស់ប្រទេសថៃឲ្យពិភពលោកបានឃើញសារព័ត៌មានបរទេសជាច្រើនដូចជា Straits Times, The Star និង VN Express សុទ្ធតែបានចេញអំពីរឿងនេះដែលធ្វើឲ្យប្រទេសថៃត្រូវអាម៉ាស់និងខ្មាស់គេពេញពិភពលោកមិនដឹងយកមុខទៅទុកឯណាបើយោងតាមការរាយការណ៍របស់ Khawsat កាលពីថ្ងៃសុក្រទី26ខែកញ្ញាឆ្នាំ2025នេះស្ត្រីរូបនេះមានវ័យប្រហែល41ឆ្នាំជាអ្នកខេត្តភូកេតផ្ទាល់ដោយទទួលបានប្រាក់ $1,000 បាតពីជនជាតិរុស្ស៊ីដើម្បីថតវីដេអូនេះបង្កើតជាមាតិកាសម្រាប់បង្ហោះនៅក្នុងបណ្ដាញសង្គមក្រោយមកប៉ូលីសក៏បានឃាត់ខ្លួនជនជាតិបរទេសរុស្ស៊ីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិពេលរូបគេប៉ុនប៉ងចាក់ចេញពីប្រទេសថៃដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ថៃគឺជាប្រទេសដែលពោរពេញដោយអំពើបេសកចាជាពិសេសទីក្រុងប៉ាតាយាដែលជាកន្លែងមានស្ត្រីរកស៊ីផ្លូវភេទច្រើនជាងគេបំផុតហើយជាញឹកញាប់គេហៅទីនោះថាជារាជធានីផ្លូវភេទរបស់ប្រទេសថៃចំណែកឯនៅខេត្តភូកេតនេះវិញក៏ដើរតួយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មផ្លូវភេទរបស់ប្រទេសថៃផងដែរវាសម្បូរហាងម៉ាស្សាបារនិងខារ៉ាអូខេដែលមាននារីបម្រើតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវជាច្រើនទៀតផងលោក Zelensky ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះចេញពីតំណែងក្រោយពេលចប់សង្គ្រាមជាមួយរុស្ស៊ីទីក្រុងគៀវនៅក្នុងកិច្ចសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃប្រហ័សទី25ខែកញ្ញាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថារូបលោកនឹងត្រៀមខ្លួនរួចរាល់ដើម្បីចុះចេញពីអំណាចបន្ទាប់ពីសង្គ្រាមជាមួយរុស្ស៊ីនឹងត្រូវបានបិទបញ្ចប់នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី26ខែកញ្ញាក្នុងកិច្ចសម្ភាសន៍តាមវីដេអូជាមួយ website ព័ត៌មានអាមេរិក Axios លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយយ៉ាងដូចនេះថាប្រសិនបើយើងអាចបិទបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីពិតណាស់ខ្ញុំត្រៀមខ្លួនរួចជាស្រេចនិងមិនបន្តឈរឈ្មោះបោះឆ្នោតឡើយព្រោះវាមិនមែនជាគោលដៅរបស់ខ្ញុំនោះទេខ្ញុំចង់នៅជាមួយប្រទេសខ្ញុំជួយប្រទេសខ្ញុំក្នុងគ្រាដ៏លំបាកមួយនេះគោលដៅរបស់ខ្ញុំគឺបិទបញ្ចប់សង្គ្រាមឲ្យទាល់តែបានលោក Zelensky បានបន្តថាលោកនឹងស្នើឲ្យសភាអ៊ុយក្រែនរៀបចំបោះឆ្នោតថ្មីប្រសិនបើមានបទជបាញ់គួរបញ្ជាក់ផងដែរថាការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនអាណត្តិថ្មីដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ2024គឺត្រូវបានផ្អាកដោយសារតែច្បាប់អាញាសឹកដែលត្រូវបានដាក់ចេញដោយអ៊ុយក្រែនបន្ទាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ2022លោក Zelensky ដែលជាអតីតតារាកំ ប្លែងម្នាក់បានជាប់ឆ្នោតកាលពីឆ្នាំ2019ដោយសារតែរឿងនេះរុស្ស៊ីបានចោទសួរដដែលអំពីភាពស្របច្បាប់នៃឋានៈជាមេដឹកនាំរបស់លោក Zelensky យ៉ាងណាមិញអំឡុងសង្គ្រាមរយៈពេលជាង3ឆ្នាំកន្លះមកនេះលោក Zelensky នៅតែទទួលបានការជឿជាក់កម្រិតខ្ពស់ក្នុងចំណោមសាធារណជនអ៊ុយក្រែនការស្ទង់មតិមួយបានធ្វើឡើងដោយវិទ្យាស្ថាន Kyiv International Institute of Sociology កាលពីដើមខែនេះបានបង្ហាញថាប្រជាជនអ៊ុយក្រែនជាង 60% នៅតែជឿជាក់និងទុកចិត្តលើលោក Zelensky ខណៈប្រមាណជា 34% ពួកគេបាននិយាយថាមិនសូវជាជឿជាក់លើរូបលោក Zelensky ប៉ុន្មាននោះទេប្រមុខការទូតរុស្ស៊ីចោទ NATO និង EU ថាកំពុងធ្វើសង្គ្រាមជាក់ស្ដែងប្រឆាំងរុស្ស៊ីតាមរយៈអ៊ុយក្រែនទីក្រុង UN រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់ថាអង្គការ NATO និងសហភាពអឺរ៉ុប EU កំពុងប្រើប្រាស់អ៊ុយក្រែនដើម្បីប្រកាសសង្គ្រាមជាក់ស្ដែងប្រឆាំងនឹងប្រទេសរបស់លោកនេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025លោក Lavrov បានថ្លែងដូចខាងលើអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃប្រហ័សបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងក្នុងសន្ទរកថាកាលពី2ថ្ងៃមុននៅ UN បានបង្ហាញថាសញ្ញារឹតបន្តឹងជំហរប្រឆាំងមូស្គូហើយកោតសរសើរកិច្ចខិតខំប្រឹងប្រែងតស៊ូរបស់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីព្រមទាំងបាននិយាយថាសម្ព័ន្ធមិត្ត NATO គួរតែបាញ់ទម្លាក់យន្តហោះយោធារបស់រុស្ស៊ីដែលបានបំពានចូលដែនអាកាសរបស់ពួកគេគួរបញ្ជាក់ផងដែរថាភាពតានតឹងបានកើនឡើងនៅតាមបណ្ដោយតំបន់អឺរ៉ុបខាងកើតជាទីដែលប្រទេសអេស្តូនីបានចោទទីក្រុងមូស្គូថាបានបញ្ជូនយ
ន្តហោះចម្បាំង3គ្រឿងចូលដែនអាកាសរបស់ខ្លួនមួយសប្តាហ៍ក្រោយក្រុមយន្តហោះចម្បាំងរបស់សមាជិក NATO បានបាញ់ទម្លាក់យន្តហោះ drone របស់រុស្ស៊ីនៅលើដែនអាកាសរបស់ប្រទេសប៉ូឡូញដោយឡែកកាលពីថ្ងៃព្រហស្បតិ៍លោក Lavrov បានអះអាងថាសកម្មភាពរបស់លោកខាងលិចគឺជាមូលហេតុដែលបង្កឲ្យផ្ទុះសង្គ្រាមនៅអ៊ុយក្រែនអ៊ីរ៉ង់និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរតម្លៃ $25,000 លានទីក្រុងតេហរ៉ង់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍កាលពីថ្ងៃសុក្រទី26ខែកញ្ញាថាប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ $25,000 លានជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ីដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន4នៅឯភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងមូស្គូគ្របដណ្ដប់លើការសាងសង់ម៉ាស៊ីន reactor ចំនួនទីនៅលើផ្ទៃដី500ហិកតានៅក្នុងតំបន់ Sirik នៃខេត្ត Homogen នៅពេលសាងសង់រួចរោងចក្រទាំងនោះត្រូវបានគេរំពឹងថានឹងអាចផលិតថាមពលអគ្គិសនីបានចំនួន 5,000 មេហ្គាវ៉ាត់ Rosatom បានឲ្យដឹងកាលពីសប្តាហ៍នេះថាខ្លួនបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយទីក្រុងតេហរ៉ង់ស្ដីពីរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចប៉ុន្តែមិនបានបញ្ជាក់ពីទំហំនៃគម្រោងនេះនោះទេបច្ចុប្បន្ននេះអ៊ីរ៉ង់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់គឺរោងចក្រ Bushehr ដែលបានសាងសង់ដោយរុស្ស៊ីនៅភាគខាងត្បូងដែលបង្កើតថាមពលប្រហែល1 ជីកាវ៉ាត់កិច្ចព្រមព្រៀងនេះបានគូបញ្ជាក់អំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូនិងក្រុងតេហរ៉ង់រុស្ស៊ីបានថ្កោលទោសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនាដែលអ៊ីស្រាអែលបានអះអាងថាអ៊ីរ៉ង់គឺជិតឈានដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរហើយទីក្រុងតេហរ៉ង់បានបដិសេធម្ដងហើយម្ដងទៀតថាខ្លួនគ្មានបំណងចង់បង្កើតអាវុធបរមាណូនោះទេដោយទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពតែប៉ុណ្ណោះគម្រោងនេះគឺជាកិច្ចព្រមព្រៀងថាមពលដ៏ធំបំផុតមួយរវាងប្រទេសទាំងពីរដែលអាចបង្កើនភាពតានតឹងបន្ថែមទៀតជាមួយរដ្ឋាភិបាលលោកខាងលិចដែលប្រឆាំងនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាយូរណាស់មកហើយ